គេតែងតែលួងលោមគ្នាជាមួយនឹងពាក្យពីរម៉ាត់គឺវាសនាការពិតពុំមានការក្បត់ឬក៏វាសនាមិនល្អនោះទេបើសិនជាចិត្តមនុស្សបំបត្តិបោះបង់ចោលជាមួយមិនមានពាក្យថាមិនចុះសម្រុងបើសិនគេនៅតែចង់រក្សាការរស់នៅជាមួយគ្នាលុះទីបញ្ចប់គុំទម្លាក់កំហុសទៅលើវាសនាមិនបានផ្ញើសារមកអ្នកនោះទេហើយវាសនាក៏មិនបានងាកមុខដើរចេញនៅពេលដែលអ្នកកំពុងតែព្យាយាមវាសនាក៏មិនប្រងើយកន្តើយចំពោះទឹកភ្នែករបស់អ្នកដែរនៅពេលដែលមនុស្សម្នាក់ចង់ដើរចេញទៅគេតែងតែលើកយកនៅមូលហេតុហើយនិយាយថាមិនអាចរស់នៅជាមួយគ្នាបានថែមទាំងបាននិយាយទៀតថាមិនទាន់ដល់ពេលវេលាឬក៏មកពីអស់និស្ស័យតែអ្នកមិនដឹងទេថាវាសនាមិនអាចដល់ទីបញ្ចប់ឡើយប្រសិនបើមនុស្សពីរនាក់នៅគោរពគ្នាទៅវិញទៅមកវាសនាមិនអាចជួយបេះដូងមួយដែលកំពុងតម្រង់ឆ្ពោះមុខអ្នកព្រោះគេមិនអាចបោះបង់អ្នកក៏ព្រោះតែអស់និស្ស័យទេគេបោះបង់អ្នកក៏ព្រោះតែគេជ្រើសរើសយកភ្លើងមួយទៀតដូចនេះកុំពឹងផ្អែកទៅលើវាសនាចូលជឿជាក់ទៅលើចិត្តមនុស្សនៅពេលណាដែលចិត្តមនុស្សផ្លាស់ប្ដូរត្រូវក្លាហានហ៊ានលះបង់ព្រោះស្នេហាមិនមែនជាអ្វីដែលអាចអូសទាញបានដោយទឹកភ្នែកតែវាអាចរក្សាបានដោយការគោរពខ្លួនឯងដែលបានបន្សល់ទុកនៅនាទីចុងក្រោយ